ពិធីបុណ្យសពឪពុករបស់នាយក្រិនត្រូវបានបញ្ចប់សពគ្រប់ហើយការចំណាយសរុបក្នុងពិធីបុណ្យសពរយៈពេល3យប់4ថ្ងៃអស់20លានរៀលស្មើនឹង$5000គឺត្រូវបានក្រុមហ៊ុនភេសជ្ជៈបំពេញជាតិទឹក Pocari Sweat ជាអ្នករ៉ាប់រងចំណាយទាំងស្រុងបងប្អូនអ្នកគាំទ្រនាយក្រិនបានសម្ដែងនៅក្តីព្រួយបារម្ភថានាយក្រិនបានជំពាក់លុយគេជំទឹះរាប់$10,000យ៉ាងនេះតើបាននរណាជួយនាយក្រិនទៅព្រោះទុកលំបាកគ្រប់យ៉ាងបានសម្រុកបុកចូលមកផ្ទួនដោយនាយក្រិនត្រូវបានបញ្ជូនចូលពេទ្យសង្គ្រោះបន្ទាន់មិនទាន់ដឹងថាបានលុយឯណាដោះស្រាយទប់ទល់ជាមួយថ្លៃពេទ្យផងស្រាប់តែលោកឪពុករបស់នាយក្រិនក៏អស់អាយុជីវិតស្របពេលគ្នាផ្ទួនទៀតចំពោះបញ្ហាដែលបងប្អូនបានកំពុងតែព្រួយបារម្ភនេះគឺត្រូវបានដោះស្រាយហើយដោយក្តីអាណិតមើលឃើញថានាយក្រិនបានកំពុងតែរែកទូលនៅអាមេរិកដ៏ធ្ងន់ជាងទូលភ្នំនេះទាំងខ្លួនមានជំងឺផងជំពាក់បំណុលគេផងលោកឪពុកត្រូវផុតអាយុសង្ខារផងក្រុមហ៊ុនភេសជ្ជៈ Pocari Sweat ក៏ចេញមុខមកជួយដោះស្រាយនៅបញ្ហាទាំងអស់ខាងលើដើម្បីសង្គ្រោះនាយក្រិនឲ្យជីវិតមានពន្លឺរស្មីមកវិញនោះគឺក្រុមហ៊ុនភេសជ្ជៈ Pocari Sweat បានជួយសម្រួលថ្លៃចំណាយបុណ្យសពឪពុករបស់នាយក្រិនទាំងស្រុងតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់នាយក្រិនបានបញ្ជាក់ថាការចំណាយថវិកាសម្រាប់ធ្វើពិធីបុណ្យសពគឺប្រមាណជា20លានរៀលស្មើនឹង$5000ត្រូវបានក្រុមហ៊ុនភេសជ្ជៈបំពេញជាតិទឹក Pocari Sweat ជាអ្នកចំណាយទាំងស្រុងហើយមិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនថែមទាំងបានឧបត្ថម្ភនៅភេសជ្ជៈ Pocari Sweatជាច្រើនកែមានទាំងប្រភេទដបនិងកំប៉ុងមកជាបន្តបន្ទាប់ដើម្បីជួយសម្រួលដាក់បម្រើជូនដល់ភ្ញៀវដែលបានមកចូលរួមក្នុងពិធីបុណ្យសពរបស់ឪពុកនាយក្រិនបុណ្យសពចប់ហើយបងបុណ្យសពចប់ឥឡូវធ្វើ7ថ្ងៃរួចហើយធ្វើ7ថ្ងៃចប់មិញពងរៀបចំចំណាយអស់20លានបងអស់20លានបាទខាងក្រុមហ៊ុន Pocari គាត់ជួយទាំងស្រុងបងហ្នឹងហើយខ្ញុំអរគុណគាត់បានអរគុណគាត់ច្រើនណាស់ព្រោះបានគាត់ជួយបើមិនគាត់ជួយមានដឹងបានអីណាធ្វើបុណ្យគាត់អត់ទាំងអស់គ្នាដែរកូនអត់ដែរមិនត្រឹមតែគាត់ជួយទាំងថវិកាចំណាយថ្លៃបុណ្យនេះគាត់ជួយតាំងពីទឹកPocari Sweat ទាំងមានទាំងកំប៉ុងមានទាំងដបមានទាំងអីបបោដាក់ឲ្យភ្ញៀវផងប្រគេនលោកផងនិយាយរំគាត់ធ្វើបើនិយាយរំមកអស់នេះប្រហែលបបោភ្ញៀវមកទាំងយប់ទាំងថ្ងៃមួយថ្ងៃ3ពេល3 4ពេលភ្ញៀវមកទាំងយប់ទាំងថ្ងៃមកពេញរហូតទៅហើយគាត់ជួយតាំងពីធ្វើបុណ្យសពឪពុកក្មេកខ្ញុំហើយជួយទាំងបងឯនោះគាត់ឈឺផងអរគុណគាត់ច្រើនហើយអរគុណនឹងដោយព្រៀបបានជូនពរក្រុមហ៊ុន Pocari Sweat នឹងកាន់តែរីកចម្រើនទៅមុខឲ្យមានអតិថិជនទទួលកាន់តែច្រើនក្រៅពីការរ៉ាប់រងជួយសម្រួលចំណាយទាំងស្រុងទៅលើពិធីបុណ្យសពលោកឪពុករបស់នាយក្រិនក្រុមហ៊ុនភេសជ្ជៈបំពេញជាតិទឹក Pocari Sweat ក៏បានរ៉ាប់រងជួយសម្រួលទៅលើការចំណាយថ្លៃព្យាបាលជំងឺរបស់នាយក្រិនទាំងស្រុងដូចគ្នាផងដែរប៉ុន្តែមកដល់ពេលនេះនាយក្រិននៅមិនទាន់បានចេញពីមន្ទីរពេទ្យនៅឡើយនោះទេហើយក៏មិនទាន់បានដឹងច្បាស់ដែរថានឹងត្រូវចំណាយថវិកាអស់ច្រើនប៉ុណ្ណានោះដែរអ្នកនាងព្រំប្រៃនឹងបញ្ជាក់ជូនតាមក្រោយបន្ទាប់ពីនាយក្រិនបានជាស្រួលបួលនិងបានចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញគ្រាន់តែដឹងថាការចំណាយទាំងស្រុងគឺត្រូវបានរ៉ាប់រងចំណាយដោយក្រុមហ៊ុនភេសជ្ជៈបំពេញជាតិទឹក Pocari Sweat